bác không group thành tố sang đầu tiên tiền dụng tháng group pro của tiếp tục tiếp đi của phong cổ xong group lục của đom này cái đẹp này anh đầu tiên dụng tháng nia nia nó cái lái tại vì bọn miền chơi cho rong không làm tìm chung nia chơi những cái group các bác xong group anh nhà ở Trung Quốc cũng chơi lục của đom này tố tiền dụng tháng ba cam gì được tập tần បាទខ្ញុំខំសូមគោរពលោកដំស្ដីស្រីដំស្ដីលោកវិរៈស្ដីទាំងអស់និងសូមគោរពអស់លោកស្រីដែលបានជួយចូលរួមប្រជុំចំខែថ្ងៃនេះការពិតយើងថ្ងៃនេះយើងបានរំលងមួយខែហើយក្នុងការកិច្ចប្រជុំចំខែរបស់យើងដោយសារយើងមានភារកិច្ចច្រើនលើការងារប្រជុំចំខែរបស់យុវថាយើងតែអ្វីសំខាន់ថ្ងៃនេះខ្ញុំសូមដូចបាននៅក្នុងរបៀបរយៈគឺសូមអនុញ្ញាតបើកកិច្ចប្រជុំចំខែរបស់យើងក្នុងនោះក៏សូមអនុញ្ញាតលោកតំសេនីលោករស្មីដែលជាថ្នាក់នាំមិនថាថ្នាក់នាំគ្រប់ដំណាក់ថ្នាក់របស់យើងទាំងអស់សូមឲ្យជួយយ៉ាងណាសូមឲ្យកែប្រែពីកិច្ចការងារប្រជុំនេះឲ្យមានទិសដៅបន្តសម្រាប់ពេលខាងមុខបន្តទៀតជារួមទៅខ្ញុំគិតថាទោះបីយើងមិនបានជួបគ្នាជាញឹកញាប់ប៉ុន្តែអ្វីសំខាន់គឺមានតែអស់លោកស្រីដែលថ្នាក់ក្រោមគឺច្រើនគឺបានដឹងពីសកម្មភាពកិច្ចការងាររបស់យើងចឹងទេថ្ងៃនេះខ្ញុំសូមការអនុញ្ញាតបើកតែប៉ុណ្ណេះនិងសូមពីគោលការណ៍រួមជាមួយនឹងអស់លោកស្រីទាំងអស់ដើម្បីផ្ដល់ជាភាពចូលថែមទៀតចឹងទេក្នុងនេះសូមគោលភាពកិច្ចវិភាគជូនទៅលោកកសិណត្រីជំនិតតសូមអរគុណជាសាសនាព្រះមហាក្សត្រក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិលេខ175សសរសេចក្តីសម្រេចស្តីពីការផ្ទេរភារកិច្ចមន្ត្រីនគរបាលជាតិអគ្គស្នងការនគរបាលជាតិបានឃើញរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាបានឃើញព្រះរាជក្រឹត្យលេខនសរកត0823/1981ចុះថ្ងៃទី22ខែសីហាឆ្នាំ2023ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃប្រជាជាតិកម្ពុជាបានឃើញរាជក្រឹត្យលេខនសរកត0224/205ចុះថ្ងៃទី21កុម្ភៈឆ្នាំ2024ស្តីពីការតែងតាំងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលនៃប្រជាជាតិកម្ពុជាបានឃើញរាជក្រមលេខនសរកម0618/012ចុះថ្ងៃទី28ខែមិថុនាឆ្នាំ2018តែប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅខ្ញុំបានកំពុងប្រើប្រាស់រថយន្តមួយគ្រឿងក្នុងនោះរួមមានយន្តតូចដល់ដែរមានផ្លាកលេខនិយាយនៅក្នុងនោះណាដែលមានសភាពចាស់ទុំអានេះវាមានពីរលេខពីរឡានបាទលេខណាលេខវាអត់ទេអានេះទៅលេខហ្នឹងឯងតែទូហើយអញ្ចឹងណាដែលមានសភាពចាស់ទុំជាហេតុពិបាកក្នុងការធ្វើដំណើរចុង In the planning of the issue of an airstrike, we concluded that it was not in spite of, but because of the airstrike. When the airstrike started, the VC grabbed their guns and headed out of town to the intended helicopter landing sites. In January 1963, the Viet Cong gained their most significant victory yet. Around its advisors are surprised the Viet Cong stand their ground against air attacks, armored vehicles, and napalm. Meanwhile, despite their training, equipment, and support, the Army showed poor leadership and little will to fight. This, combined with counterinsurgency, covert patrols, and increased airstrikes against the Viet Cong, boost U.S. optimism. But even with increased American firepower, the Viet Cong strike back. American helicopters become valuable targets, as U.S. Lieutenant Colonel Archie Clapp recalls in 1962.